video មួយដែរខ្ញុំនឹងណែនាំបងប្អូនទាំងអស់គ្នាប្រាប់ពីរបៀបនៃការភ្ជាប់ robot វាជា robot vacuum Sigmac អញ្ចឹងបងប្អូនទាំងអស់គ្នាវាឲ្យ load pair បងប្អូនចុចពាក្យ pair កន្លែងហ្នឹងគឺវា load ឲ្យយើង connect ជាមួយនឹង Wi-Fi អញ្ចឹងកន្លែងហ្នឹងបងប្អូនទាំងអស់គ្នាធ្វើយ៉ាងម៉េចគឺដាក់ជាមួយនឹង password ដែលត្រឹមត្រូវហើយនៅពេលដែលបងប្អូនទាំងអស់គ្នាដាក់រួចហើយវាចាប់ផ្ដើម connect ទៅ device របស់ robot ហ្នឹងអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺបងប្អូនទាំងអស់គ្នារងចាំវាបន្តិចសិនបាទចំពោះឥឡូវគឺវា load connect success ហើយកន្លែងនេះបងប្អូនទាំងអស់គ្នាអាចដាក់យកពាក្យ create room ក៏បានអាហ្នឹងលក្ខខណ្ឌបងមាន device ច្រើនដែលងាយស្រួលបញ្ជាដើម្បីឲ្យយើងដឹងថាកន្លែងណាអញ្ចឹងណាតែកន្លែងនេះខ្ញុំដាក់ទីហោដាក់ dining room អញ្ចឹងទៅបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចុចពាក្យ next រហូតមកបាទចុច next ទៀតកន្លែងនេះក៏ចុច next ដែរបាទបន្ទាប់មកគឺយើងចុចពាក្យ do not share ឥឡូវយើងចុច next agree អញ្ចឹងកន្លែងនេះវាបញ្ជាក់របៀបនៃការប្រើប្រាស់ឬក៏ណែនាំអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនៃការភ្ជាប់ robot vacuum Sigmac នេះគឺមានតែប៉ុណ្ណេះហើយមួយវិញទៀតបើសិនជាបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ទៅលើ robot មួយនេះដែរគឺបងប្អូនទាំងអស់គ្នាអាចទៅមកតាម Pixar Store Cambodia ច្បារអំពើកបាឬក៏ Tizone ច្បារអំពើកបាបាទអរគុណ